ធ្វើម៉េចបើមិនតន់ដឹងថាខ្លួនឯងចូលចិត្តអីសួស្តីអ្នកនរមានអារម្មណ៍ថាពេលដែលគេសួរថាថ្ងៃក្រោយនឹងចង់ធ្វើគេហើយខ្លួនឯងនេះចូលចិត្តអីគេណាហើយយើងបានត្រឹមតែស្គង់ហើយយើងស្គួតពីព្រោះជាក្នុងចិត្តយើងអត់ដឹងចម្លើយតទៅសោះអានេះគឺជារឿងពិតខ្ញុំក៏ធ្លាប់ជួបតែពេលខ្លះយើងចង់ធ្វើនេះធ្វើនោះគេសួរយើងប៉ុន្តែនៅទីបំផុតយើងធ្វើអត់បានចុះបើសិនជាអ្នកនរគ្នាសិតក្នុងស្ថានភាពបែបហ្នឹងសូមកុំបារម្ភអីចុះមិនមែនអ្នកនរគ្នាគឺជាមនុស្សតែម្នាក់គត់ដែលជួបរឿងបែបហ្នឹងតែជួយជនជាច្រើននៅបច្ចុប្បន្នគាត់កំពុងតែជួបបញ្ហាបែបហ្នឹងខៅវែងគោលដៅវែងផ្លូវដូចគ្នាចុះនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅ4ជំហានងាយៗនឹងជួយឲ្យរកឃើញតើខ្លួនឯងចូលចិត្តអីគេជាងគេពិតប្រាកដទី1នោះគឺជប់គិតហើយចាប់ដើមបាទសាកធ្វើទៅណាបើន័យថាឈប់រោគណាគឺចាប់ដើមធ្វើអ្វីចូលចិត្តទៅជំហានដំបូងនេះទាំងអស់ហ្នឹងគឺយើងឈប់គិតទៅពឹងផ្អែកទៅលើអ្នកដទៃច្រើនពេកទៅមនុស្សជាច្រើនគាត់ចំណាយពេលរាល់ខែមករាល់ឆ្នាំមកដើម្បីគិតថាខ្លួនឯងហ្នឹងចូលចិត្តអីជាងគេប៉ុន្តែតាមពិតទៅបើសិនជាយើងសាកធ្វើវាថ្ងៃមួយនេះដឹងថាខ្លួនឯងចូលចិត្តអីគេឬក៏អត់ទេចាប់អារម្មណ៍ខាងកាត់តវីដេអូទៅ download app កាត់តវីដេអូភ្លាមទៅចាប់អារម្មណ៍ខាងលូដូសាករបស់លូអនឡាញតាមតូចតែភ្លាមទៅអញ្ចឹងណាយើងសាកឲ្យបានច្រើនទៅយើងដឹងថាយើងគ្រាន់តែស្រមៃថាចូលចិត្តនឹងអ្វីដែលយើងអាចធ្វើបានអានេះគឺជាក្តីស្រមៃពិតប្រាកដហើយក្តីសុខពិតប្រាកដដែលយើងអាចធ្វើបានណាបើសិនជាយើងចាំសិនអត់អាចទេអញ្ចឹងចង់ធ្វើអីធ្វើទៅតូចតាចក៏ដោយទាំងអស់គ្នាអាចសាកធ្វើទៅទី2គឺសង្កេតលុយហើយនឹងពេលវេលាជំហានទី2នេះគឺការធ្វើជាអ្នកសង្កេតលើខ្លួនឯងសាកកលេចមើលប្រវត្តិរបស់អ្នកជីវិតប្រចាំថ្ងៃរបស់អ្នកទៅមើលថាតើវីដេអូប្រភេទណាដែលអ្នកចូលចិត្តមើលជាងគេនៅលើ YouTube Facebook TikTok Instagram ហ្នឹងទៅហើយមើលតើសិភៅប្រភេទណាដែលអ្នកចូលចិត្តអានជាងគេអាហ្នឹងសំខាន់ណាស់ហើយ Facebook ប្រភេទណាដែលអ្នកចូលចិត្តនិយាយបើអ្នកចូលចិត្តអាននៅក្នុង Facebook TikTok Instagram ច្រើនគេបង្ហាញសិភៅល្អៗណាហើយក៏មេរៀនល្អចូលចិត្តអានតែអ្នកទាំងអស់គ្នាអាចអានតើអ្វីទៅជាប្រធានបទដែលចូលចិត្តជាងគេនិយាយជាមួយមិត្តភក្តិខ្ញុំគិតថាអ្នកទាំងអស់មានប្រធានបទនិយាយជាមួយមិត្តភក្តិជាងគេចឹងរបស់ទាំងអស់នេះទាំងអស់នេះទៅចំណាយពេលមិនមែនលុយកាក់ទាំងអស់នេះចំណាយទៅកុំស្ដាយស្រស់អីព្រោះអានេះហើយគឺជាតម្រុយដំបូងដែលទាំងអស់នេះចូលចិត្តអូខេទី3គឺយើងត្រូវតែសាកសួរមិត្តបាទមនុស្ស3នាក់ដែលអ្នកស្គាល់ចឹងទៅជួនកាលភ្នែកយើងមើលមិនឃើញអារោមភ្នែកយើងខ្លួនឯងទេស្បែកអាក្រោយខ្នងរបស់យើងមើលអត់ឃើញទេចឹងជំហានទី3នេះគឺសាកបោកសួរមិត្តភក្តិដែលជិតស្និទ្ធរបស់យើងណាដូចជាមិត្តភក្តិបងប្អូនលោកគ្រូអ្នកគ្រូចឹងទៅដែលមនុស្សយើងអាចទុកចិត្តបានចឹងទៅសួរគាត់ថាសួរថាតើខ្ញុំនឹងធ្វើអ្វីល្អជាងគេចឹងទៅកុំខ្លាចគេនិយាយខុសត្រូវគេនិយាយពិតមិនពិតជារឿងរបស់គេប៉ុន្តែយើងសួរគេទៅអញ្ចឹងណាពេលដែលយើងធ្វើទៅមើលទៅមានថាមពលអត់ចឹងចម្លើយអ្នកដទៃអាចធ្វើឲ្យយើងមានការភ្ញាក់ផ្អើលតែព្រោះគេមើលឃើញចំណុចខ្លាំងក្នុងចំណោមជីវិតរបស់អ្នកហ្នឹងច្បាស់ជាងខ្លួនទៅទៀតព្រោះយើងអាចមើលខាងក្រោយបានទេយើងអាចមើលទៅខាងមុខឃើញទេទី4កុំខ្លាចពាក្យថាបរាជ័យឬក៏បដូរចិត្តយុវជនជាច្រើនគាត់ខ្លាចមកក្នុងការជ្រើសរើសពីព្រោះថាខ្លាចថាពេលដែលយើងធ្វើខុសទៅខ្លាចទៅធ្វើមិនកើតខ្លាចគេសោះច្បាប់អានេះគឺជារឿងពិតសម្បីខ្ញុំក៏ដូចគ្នាដែរសម្បីតែខ្ញុំចេញផ្លេចវីដេអូនេះខ្ញុំដឹងថាអស់គ្នាមិនចូលចិត្តស្ដាប់តែខ្លះទៅអត់ចូលចិត្តទេព្រោះយើងមានចំណេះចេះដឹងរីករាយខ្លួនក៏ប៉ុន្តែពេលខ្លះចំណេះចេះដឹងរីករាយខ្លួនណាគឺយើងអាចទទួលបានពីអ្នកដទៃច្រើនដែរណានឹងហើយមិនមែនតែយើងមិនអាចចេះ10មិនប្រសពថ្មើគេទេអញ្ចឹងណាចង់ប្រាប់ថាក្នុងវ័យនេះការធ្វើខុសវាជារឿងធម្មតាខុសចេះកែប្រែដឹងកំហុសហើយកែប្រែទៅហើយរៀនបន្តវាអាហ្នឹងហើយគឺជារឿងដ៏ល្អបំផុតបើសិនជាអរគ្នាចូលចិត្តរៀនកូដចូលចិត្តរៀនកម្មវិធី program នឹងសាររៀន2-3ខែអញ្ចឹងទៅបើចិត្តដល់គ្នាចិត្តដែលដឹងខ្លួនថាអូខ្ញុំស្អប់វាឬខ្ញុំចូលចិត្តវាអានេះមិនមែនជាការខាតពេលទេប៉ុន្តែវាជាជោគជ័យមួយទៅវិញទេព្រោះថាអ្នកធ្វើមិនកើតឬធ្វើកើតច្រើនណាស់ព្រោះថាជាខ້ອຍណាស់ក៏អ្នកបានដឹងច្បាស់ថាជីវិតនេះមិនចាំបាច់ដើរផ្លូវត្រូវខុសទៅទេយើងអាចបដោតគោលដៅបានតែបើសិនជាយើងមិនត្រូវគោលដៅរបស់យើងអូខេអញ្ចឹងជាចុងក្រោយនេះជីវិតមិនមែនជាការប្រកួតប្រជែងឡើយមិនអីទេនៅពេលបច្ចុប្បន្ននេះបើសិនជាយើងអត់មានគោលដៅច្បាស់លាស់អ្វីដែលសំខាន់កុំនៅស្ងៀមបានន័យថាយើងដើរទៅមុខនេះទៅសាកបងអ្វីរឿងអ្វីដែលថ្មីជារៀងរាល់ថ្ងៃទៅថ្ងៃណាមួយរឿងរបស់អ្នកនឹងភ្លឺច្បាស់មិនខានអញ្ចឹងចុះទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានរឿងអីខ្លះអ្នកទាំងអស់គ្នាគឺចង់សាកល្បងនៅថ្ងៃនេះទេចង់សាកល្បងចង់គិតទេអញ្ចឹងក៏ភ្លេច comment ខាងក្រោមផងដើម្បីចែករំលែកវីដេអូនេះជាមួយគ្នាផងកុំភ្លេចចុច like ហើយនិង subscribe channel របស់ខ្ញុំមួយផងដើម្បីយើងទទួលបានវីដេអូអភិវឌ្ឍល្អៗខ្លួនបែបនេះទៀតហើយជួបគ្នានៅវីដេអូក្រោយទៀតអរគុណបាយបាយ